បាទជំរាបសួរប្រិយមិត្តសម្រាប់វីដេអូនេះខ្ញុំសូមជូនទៅដល់អ្នកដែលកើតឆ្នាំជូតសម្រាប់រាសីក្នុងឆ្នាំ2026ដូចតទៅអញ្ចឹងចាប់ផ្ដើមដំបូងនេះគឺជាធាតុល្អអញ្ចឹងធាតុល្អទី1គឺ Man Emptiness អញ្ចឹងMan Emptiness នេះគេចង់និយាយថាគឺជាតារាសាស្ត្រដែលអព្យាក្រឹតមានន័យថាវាមិនលំអៀងទៅខាងណាណាអញ្ចឹងតារាសាស្ត្រនេះគឺមានន័យថាវានឹងជួយពង្រីកទៅដល់ធាតុល្អផ្សេងនៅក្នុងឆ្នាំហ្នឹងមានន័យថាប្រសិនបើយើងមានធាតុល្អផ្សេងវាជួយគេហៅថា booster អានេះមានន័យថាវាជួយបន្ថែមធម៌ពលទៅឲ្យតារាសាស្ត្រផ្សេងអញ្ចឹងទៅប្រសិនបើយើងជួបតារាសាស្ត្រល្អប៉ុន្តែប្រសិនបើយើងជួបតារាសាស្ត្រមិនល្អក៏វាអាចបង្ហាញថាយើងនឹងមានបញ្ហាកើតឡើងដែរអញ្ចឹងតារាសាស្ត្រនេះបើនិយាយឲ្យខ្លីទៅមានន័យថាវាអត់មានល្អមិនល្អទេវាអាស្រ័យប្រសិនបើវាភ្ជាប់ជាមួយនឹងតារាសាស្ត្រល្អវាកាន់តែល្អបើវាភ្ជាប់ជាមួយនឹងតារាសាស្ត្រមិនល្អវាកាន់តែអាក្រក់អាហ្នឹងន័យគឺអញ្ចឹងហើយតារាសាស្ត្រនេះប្រសិនបើវាល្អវាអាចតាក់ទងទៅដល់គេហៅថាផ្នែកខាងសមាធិខាងវិញ្ញាណអីហ្នឹងគឺធ្វើឲ្យយើងអាចប្រៀបថាយើងសមាធិឬក៏សុំអ្វីមួយទៅវានឹងមានឥទ្ធិពលទៅលើហ្នឹងអញ្ចឹងវាគឺមានន័យថាវាមានចរន្តផ្ទាល់ជាមួយនឹងធម៌ពលនៃចក្រវាលអញ្ចឹងបើសិនបើយើងសុំប្រាថ្នាអីមានន័យថាវានឹងឆ្លើយតបមកយើងវិញបានផងដែរអញ្ចឹងណាបាទហើយនេះសម្រាប់បងប្អូនគាត់ចង់ឆែកមើលរាសីខ្លួនឯងផ្ទាល់ដោយមិនបាច់ពឹងគេអញ្ចឹងបងប្អូនអាចចូលទៅកាន់ website ឈ្មោះថា pajico.com នៅលើទូរស័ព្ទ smartphone ក៏បាន tablet ក៏បាន computer ក៏បាន laptop ក៏បានអញ្ចឹងបងប្អូនអាចឆែកបានដោយខ្លួនឯងប៉ុន្តែតម្រូវការមានអ៊ីនធឺណិតបន្ទាប់មកមួយទៀតគឺ app សម្រាប់ទូរស័ព្ទដៃ smartphone Android ដែលមានដូចជា Samsung អីហ្នឹងអញ្ចឹងបងប្អូនអាច download app នេះបានគឺវាចេញលទ្ធផលដូចគ្នាទៅនឹង website ហ្នឹងដែរអញ្ចឹងហើយខ្ញុំនឹងដាក់ link នៅខាងក្រោមវីដេអូនេះសម្រាប់ website ហើយនិង app ដើម្បីឲ្យបងប្អូនចុចទៅដល់តែម្ដងហើយសម្រាប់បងប្អូនដែលគាត់អត់ចេះប្រើទាំង website ទាំង app អញ្ចឹងបងប្អូនអាច comment នៅខាងក្រោមវីដេអូនេះនៅម៉ោងថ្ងៃខែនិងឆ្នាំកំណើតរបស់បងប្អូនជាលេខបារាំងបន្ទាប់មកខ្ញុំនឹងឆែកមើលរាសីឲ្យហើយខ្ញុំនឹងឆ្លើយតបទៅវិញនៅ comment របស់បងប្អូនបាទឥឡូវយើងបកមកចូលនៅធាតុល្អមួយទៀតគឺ Sky Fortune អញ្ចឹងSky Fortune នេះបើបកពាក្យវាមានន័យថាសំណាងធ្លាក់ពីលើមេឃឬក៏សំណាងនៅលើមេឃអញ្ចឹងណាអញ្ចឹងវានាំមកនៅការប្រោះព្រំពីឋានសួគ៌រួមទាំងអាចថាជាទ្រព្យធនជាកេរ្តិ៍ឈ្មោះឬក៏អាចថាជារូបសម្ផស្សហើយក៏វាអាចជាការទំនាក់ទំនងដ៏សុខដុមរមនាជាមួយនឹងមនុស្សនៅជុំវិញខ្លួនរបស់យើងផងដែរហើយតារាសាស្ត្រនេះក៏បង្ហាញថាប្រសិនបើយើងជាអ្នកធ្វើការអាចឡើងទូនាទីប្រសិនបើយើងគឺជាអ្នករស់ស៊ីនឹងទទួលបានគេឈ្មោះល្អៗផងដែរបន្ទាប់មកយើងចូលទៅដល់ធាតុល្អមួយទៀតឈ្មោះថា Thankful អានេះប្រហែលជាភាសាចិនទេខ្ញុំមិនដឹងបកថាម៉េចដែរប៉ុន្តែវាគឺជាធាតុល្អប៉ុន្តែវាជាធាតុល្អតូចតាចទេមិនជាធំដុំទេប៉ុន្តែវានឹងនាំនៅសំណាងមកដល់យើងក្នុងលក្ខខណ្ឌការងារឬក៏លក្ខខណ្ឌរស់ស៊ីនឹងមានគេមកចាំជួយយើងអញ្ចឹងណាឧទាហរណ៍ថាប្រសិនបើការងារយើងជួបរាំងស្ទះមានអ្នកធ្វើការឬក៏មិនគាត់មកជួយដោះស្រាយយើងប៉ុន្តែវាលក្ខណៈតូចតាចទេរួមទាំងរស់ស៊ីផងអាចថាមានគេជួយទិញclear stock អីចឹងទៅឧទាហរណ៍វាអញ្ចឹងណាបាទឥឡូវចប់ហើយធាតុល្អឥឡូវចូលមកដល់ធាតុមិនល្អទី1
គឺជាធាតុមិនល្អដែលធំជាងគេប្រចាំឆ្នាំគឺ year breaker year breaker នេះនឹងមានន័យថាជាការផ្លាស់ប្ដូរដែលឬក៏ជាបញ្ហាឬក៏ភាពមិនចោះសម្រុងគ្នាបាទខ្ញុំសូមបកស្រាយ year breaker នេះឲ្យស៊ីជម្រៅបន្តិច year breaker នេះកើតឡើងដោយសារតែឆ្នាំនេះជាឆ្នាំមមីអញ្ចឹងដែលយើងលើកល្បីថាឆ្នាំមមីឆុងជាមួយនឹងឆ្នាំជូតហ្នឹងហើយគឺមានន័យថារាល់ឆ្នាំណាដែលឆុងជាមួយនឹងឆ្នាំដែលចូលមកដល់គឺនឹងទទួលបាននៅ year breaker នឹងឯងអញ្ចឹងណាអញ្ចឹងឆុងនេះមានការផ្លាស់ប្ដូរការដែលថាធ្វើឲ្យយើងមានបញ្ហាឬក៏ការបញ្ចោះសម្រុងគ្នាអញ្ចឹងវាមានច្រើនសន្តានអញ្ចឹងណាហើយអាហ្នឹងវាហាក់ដូចជាយើងនៅមុខខ្យល់នៅមុខភ្លើងអញ្ចឹងណាមានថាយើងនឹងរងនៅសម្ពាធរបស់ខ្យល់ឬក៏កម្ដៅរបស់ភ្លើងជាងរុញច្រានឲ្យយើងថមថយទៅវិញអញ្ចឹងទៅមានថាវាប្រឆាំងគ្នាដូចទឹកហើយនឹងភ្លើងអញ្ចឹងយើងដឹងស្រាប់ហើយឆ្នាំជូតគឺជាធាតុទឹកហើយមមីហ្នឹងគឺជាធាតុភ្លើងអញ្ចឹងអាចនិយាយឲ្យខ្លីថាគេហៅថាទឹកហើយភ្លើងពងច្បាំងគ្នាពងសាយដាក់គ្នាទៅវិញទៅមកហ្នឹងនៃវាអញ្ចឹងការផ្លាស់ប្ដូរនេះគឺមានការចង់ឲ្យថាវាប៉ះពាល់ធំដែរប៉ុន្តែខ្ញុំចង់បញ្ជាក់លម្អិតបន្តិចអញ្ចឹងបងប្អូនដែលគាត់មានឆ្នាំជូតមានរាសីជូតហ្នឹងបងប្អូនកុំអាលព្រួយបារម្ភទាំងស្រុងអីព្រោះថាការឆុងនេះវាមានសន្តានរបស់វាពេលខ្លះវាទៅជាអត់ឆុងដែរខ្ញុំលោកឧទាហរណ៍មួយអញ្ចឹងបើសិនបើបងប្អូនដែលគាត់មានមើលនៅក្នុងតួរិស័យយើងមាននៅក្នុងតួម៉ោងក៏ដោយតួថ្ងៃតួខែតួឆ្នាំក៏ដោយហើយនឹងដំណើរវ័យច10ឆ្នាំនឹងក៏ដោយបងប្អូនឆែកមើលថាតើបងប្អូនមាននៅឆ្នាំទាំងនេះអត់គឺមានដូចជារិស័យមម៉ែរិស័យខាលហើយនឹងរិស័យចអញ្ចឹងបើសិនបើបងប្អូនមានសัตว์ទាំង3ហ្នឹងមានមួយក្នុងចំណោម3ហ្នឹងមានថាមានយ៉ាងតិចមួយគឺបងប្អូននឹងអាចកាត់បន្ថយឆុងហ្នឹងគឺបានច្រើនដោយសារអីដោយសារតែពេលដែលសัตว์មមីចូលមកដល់ក្នុងឆ្នាំ2026ហ្នឹងវានឹងចូលទៅដល់ដំបូងវាត្រូវតែមើលថាតើវាមានមិត្តភ័ក្តិវានៅក្នុងតារាងហ្នឹងអត់អញ្ចឹងបើសិនបើវាមានមិត្តភ័ក្តិឬក៏ដៃគូរបស់វាហ្នឹងដៃគូហ្នឹងគឺឆ្នាំគឺ1ម៉ែអញ្ចឹងនៅពេលដែលវាមានគូដែលវាត្រូវតែរួមធាតុជាមួយនឹងមិត្តភ័ក្តិឬក៏គូវាហ្នឹងវាក៏កាត់បន្ថយអាឆុងហ្នឹងមានថាវាអត់ទៅឆុងជាមួយនឹងជូតហ្នឹងទេព្រោះអីវារវល់នឹងមិត្តភ័ក្តិឬក៏ដៃគូរបស់វាហ្នឹងអញ្ចឹងកន្លែងហ្នឹងបានយើងឆ្ងល់ថាហេតុអីបានអ្នកខ្លះឆ្នាំជូតដូចគ្នាអ្នកខ្លះឆុងខ្លាំងអ្នកខ្លះក៏ធម្មតាគាត់ទៅជាហេងអីចឹងទៅអញ្ចឹងវាក៏អាស្រ័យលើអាហ្នឹងដែរមានន័យថាពេលដែលវាចូលទៅវាទៅរួមធាតុគ្នាជាមួយនឹងមិត្តភ័ក្តិឬក៏ដៃគូវាវិញវាមិនមកឆុងជាមួយនឹងរិស័យជូតអញ្ចឹងណាអាហ្នឹងជាឧទាហរណ៍មួយដែលថាយើងអាចឆាប់យល់អញ្ចឹងណាប៉ុន្តែវាមានលក្ខណៈពិសេសច្រើនទៀតដែលខ្ញុំមិនអាចបកស្រាយអស់ទេប៉ុន្តែខ្ញុំគ្រាន់តែជាលើកជាឧទាហរណ៍មួយក្នុងចំណោមហ្នឹងបន្ទាប់មកយើងចូលទៅដល់ធាតុមិនល្អមួយទៀតគឺ calamity sa អញ្ចឹងអានេះគឺបង្ហាញថាអាចមានគ្រោះថ្នាក់ឬក៏ឧបទ្ទវហេតុឬក៏អាចមានជាជំងឺអញ្ចឹងយើងមានតារាសាស្ត្រហ្នឹងយើងគួរតែប្រយ័ត្នខ្លួនមានន័យថាកុំពេលដែលយើងតាអីយើងត្រូវប្រយ័ត្នប្រយែងជាពិសេសគ្រោះថ្នាក់ចរាចរណ៍ព្រោះអីយើងដឹងស្រាប់អីស្រុកខ្មែរសបោគេគឺគ្រោះថ្នាក់ចរាចរណ៍នឹងឯងហើយនឹងជំងឺអីចឹងណាយើងប្រយ័ត្នប្រយែងតាំងពីអាកាសធាតុតាំងពីការហូបចុកអីចឹងទៅយើងកុំប្រមាថសុខភាពអីចឹងណាហើយបើថាជាយល់ល្អយើងគួរតែមានការហាត់ប្រាណអីចឹងទៅបាទឬក៏អាចថាទៅ check up សុខភាពជាមួយនឹងពេទ្យក្នុងមួយឆ្នាំម្ដងឬក៏6ខែម្ដងទៅព្រោះអីឆ្នាំហ្នឹងយើងឆុងដែរចឹងណាបាទសម្រាប់ធាតុមិនល្អមួយទៀតគឺ greed consumer
ចឹងនេះបង្ហាញថាយើងនឹងអាចបាត់បង់ទ្រព្យធនដោយមិនបានមិននឹកស្មានដល់ឬក៏មិនបានរំពឹងទុកអញ្ចឹងណាចឹងកន្លែងនេះខ្ញុំអាចនិយាយថាអាចជាកាបូបលុយទូរស័ព្ទដៃឬក៏ម៉ូតូឬក៏អីយើងត្រូវប្រយ័ត្នប្រយែងខ្លួនឯងចឹងទៅដូចជាផ្ទះសម្បែងពេលយើងចេញទៅណាយើងចាក់សោបានត្រឹមត្រូវអញ្ចឹងណាសម្រាប់ផ្ទះអ្នកដែលគាត់នៅប្លុកដែលសូវសុវត្ថិភាពអីចឹងទៅឬក៏ថាយើងនៅផ្ទះយើងថែមជាកាមេរ៉ាសុវត្ថិភាពអីចឹងទៅដើម្បីយើងដើម្បីនៅពេលដែលយើងទៅណាចឹងទៅយើងអាច check មើលតាមទូរស័ព្ទដៃបានចឹងទៅចឹងនេះគឺជារបៀបបង្ការខ្លះដែលខ្ញុំជូនជាយោបល់សម្រាប់ធាតុមិនល្អដែលឈ្មោះថា grid consumer នឹងឯងឥឡូវយើងចូលមកដល់ធាតុមិនល្អមួយទៀតគឺ obstacle ចឹង obstacle នេះបើបកជាខ្មែរគឺឧបសគ្គហ្មងបាទន័យវាឧបសគ្គអញ្ចឹងគេនិយាយថា obstacle នេះគឺជាតារាសាស្ត្រមហន្តរាយអញ្ចឹងណាអញ្ចឹងវាបង្ហាញថាគឺឧបសគ្គហ្នឹងឯងបាទន័យវាដដែលគឺឧបសគ្គឬក៏អាចនិយាយថាយើងពិបាកនៅក្នុងការសម្រេចនៅគោលបំណងក្នុងការរីកលូតលាស់របស់យើងឬក៏ដំណើរការគម្រោងអ្វីមួយអញ្ចឹងទៅហើយវាក៏បង្ហាញថាអ្នកក៏នឹងអាចងាយស្រួលក្នុងការរងឥទ្ធិពលដោយសារតែអមិត្តបាទអញ្ចឹងជួនកាលពាក្យថាអមិត្តយើងដឹងស្រាប់ហើយមានន័យថាមើលពីក្រៅដូចមិត្តប៉ុន្តែសបកក្នុងមានន័យថាគាត់គឺចាំមកបំផ្លាញយើងតែម្ដងអាហ្នឹងគឺអមិត្តហើយបាទអញ្ចឹងយើងគួរតែមើលទៅដែលថាពីណាដែលមិត្តយើងពីណាអមិត្តយើងបាទយើងកុំរបៀបថាគេហៅថារាប់អានមនុស្សយើងត្រូវចេះមើលផងណាព្រោះអីយើងមិនអាចថាស្គាល់គ្នា10នាក់យើងអាចរាប់អានគេជាមិត្តបានទាំង10នាក់នេះកន្លែងហ្នឹងក៏យើងត្រូវតែប្រយ័ត្នដែរព្រោះពេលខ្លះយើងមិនអាចដឹងថាអ្នកដែលចូលមកជីវិតហ្នឹងជីវិតយើងហ្នឹងគេចង់បានអ្វីពីយើងឬក៏ចង់ផ្លាញយើងអីចឹងណាអូខេបន្ទាប់មកយើងចូលទៅដល់ធាតុមិនល្អមួយទៀតបាទសម្រាប់ឆ្នាំជូត2026នេះសបោធាតុមិនល្អណាបាទអញ្ចឹងយើងចូលមកដល់ Sky Cry នេះបកជាខ្មែរថាមេឃយំបាទចឹងទៅហើយវាបង្ហាញអំពីភាពសោកសៅឬក៏អាចថាជាជំងឺបាក់ទឹកចិត្តដែលនៅតែបន្តដោយសារតែព្រឹត្តិការណ៍ដែលមិនល្អណាមួយដែលធ្លាប់កើតឡើងមកលើយើងអញ្ចឹងណាអញ្ចឹងវាចេះតែថាវាកើតហើយកើតទៀតកើតហើយទៅកើតទៀតអញ្ចឹងទៅជួនកាលរបៀបថាមិនទៀតថាយើងព្យាយាមធ្វើហើយប៉ុន្តែវាតែមិនទទួលបានលទ្ធផលនៅតែมันមានការសាទរអញ្ចឹងឬក៏มันបានសម្រេចដូចអ្វីដែលយើងបានធ្វើអញ្ចឹងទៅកន្លែងហ្នឹងឥឡូវយើងចូលមកដល់ធាតុមិនល្អមួយទៀតគឺ Sky Sadness ចឹងវាស្តៀងនឹង Sky Cry ដែរគឺបង្ហាញអំពីភាពសោកសៅឬក៏ជំងឺបាក់ទឹកចិត្តដោយអារម្មណ៍យើងវាទទួលនៅdepression ច្រើនពេកមានន័យថាវាធាតុមិនល្អច្រើនអីចឹងណាចឹងនាំមកយើងធ្វើអីដែលมันបានដូចបំណងយើងច្រើនតែទទួលអារម្មណ៍បាក់ទឹកចិត្តចឹងហើយឥឡូវយើងចូលមកដល់ធាតុមិនល្អមួយទៀតគឺ prison ចឹង prison នេះគឺមានន័យថាកន្លែងឃុំឃាំងមានន័យថាអញ្ចឹងដល់ពេលអត្តន័យវាមានន័យថាយើងជាប់ឃុំមានន័យអញ្ចឹងយើងជាប់ឃុំនោះវាមាន3ផ្សេងគ្នាមានន័យថាទី1យើងអាចជាប់ឃុំមែនតែនmàថាយើងត្រូវបានគេដាក់ឃុំឃាំងអញ្ចឹងណាទី2វាអាចជាបញ្ហាជាប់ឃុំផ្លូវចិត្តយើងហើយនឹងទី3អាចជាការជាប់ឃុំផ្លូវអារម្មណ៍បាទអញ្ចឹងអាហ្នឹងគឺមានន័យថាអញ្ចឹងអាហ្នឹងយើងមើលខ្លួនឯងទៅតែយើងមិនដែរប៉ុន្តែកុំ
cùng ní bây chẳng vậy tha vì mình bà có tha ra sao mình là o thằng nó vì cao mò lừa dương có thì lại chẳng á chân dương mơ từ dương ai tôi nhung vậy chân chung cao dương miền sạch rùm thịt đó thua với bắt trong cái dương miền này chẳng là dương cho mà đò thịt mình lò trong cõi cứ flying blade và bỏ bài mó tha đào ho cả bật ho hay chẳng từ chân vi bằng hai nhằm bị chùm lúa quay tập khné nắng rồi có cả lộp rồi hà dương rồi có ai tha cột th나 ai chẳng từ rồi có chi ca này dây đơm đã cá trên piประเภทmà được tôi ta nấu trung bình luôn dương chẳng á chân về miền tràn sân than lại chẳng á chân giờ miền là mấy miền là ọt một năng ảnh miền là dương là xa chật rồi có pra bành nhà nhiên chỉ thùng đầm bay đo xài bành hà chẳng á ok lấy dương o hói thiệt là o mình là o ấy nắng chân cái lại đi nhung trong bây giờ bằng phone trực tiếp tệ tông tận năng để nhung giấy tha miền sạt ở tây nó còn đâu chưa tha lấy dương miền chút nó tầm miền không tập tua cho nam thì hay chạy đón tua ngày tua khai tua máu bỏ dương nó ở đây việc mà mè chẳng tới rồi còn cho rồi còn khai chẳng tới rồi còn mua tiết cái nơi đầm nào chỉ vật đọc cho nam rồi còn hào quay cho nó nhưng miền một mé rồi còn miền cho rồi còn miền khai chẳng tới chắc là nó bị chui cặp bạch thoi ca chong chỉ môi năng cho nam chuột nó cứ nhâm tròn vậy chẳng để sao để biết rót từ room thiệt chỉ môi năng đai cu mật phe rồi còn chỉ môi năng sạt mà mẹ năng ai đại chia cu snai cái nó biệp chẳng ok chắc thò mà đá dương miền ba chữ về miền buồn bờ máu thằng ấy khai đằng chân nằm chẳng à tận này xem cái này à tận này sầm rạp tua máu cứ sầm đầu từ lơ bò rosi cầm nứt bạch nha rồi có côn ở bò dương rồi có bà sân bà dương chỉ nè rosi cứ chỉ bốc lực ở bò dương bà sân bà dương chỉ nè đặc nôm cái cứ nè là nấu cào bình chia ở bò dương hay sầm rạp tua tháng ấy cứ sầm đầu từ lơ đây một bốn rồi có cu song xa để rùm nơi chỉ một cái bàn chập bì mỗi khai lớn rồi có sầm đầu từ lơ luôn ở bò nè toàn sầm rạp tua khai cứ sầm đầu từ lơ cái lại thưa cá rồi có bụng đá rồi có sạch nhiệt bong phôn ở bò dương năng sầm rạp tua chăn năm cứ sầm đầu từ lơ chỉ đồn chỉ ta rồi có mật phe rồi cóสังคมระบอบยืนนั้นต่างบรรดาสังคมตัวในขังไกลต่าง Facebook YouTube TikTok ไอ้นั่งก็ปะปอลายอะไรอย่างเงี้ยไอ้มวยเตี้ยไอ้จำได้แต่เลยCEO หรือก็ตะกายนั่งเปอร์เซ็นต์ไปยืนค่ะถือการกลุ่มหุ้นหรือก็สำหรับยืนถือการในขนมสถาบันนามวยคือสำหรับแต่เลยมันนึกได้เมียนฐานะผู้ชิงเก้ในขนมสถาบันได้ยืนถือการนั่งบาทสมอบกุล